បាទឥឡូវយើងចូលជំហានបន្តមកទៀតគឺយើងរបៀបនៃការកែពណ៌ដោយខ្លួនឯងបាទកែពណ៌ដោយខ្លួនឯងកែទៅតាមពណ៌ដែលយើងចង់បានបាទអញ្ចឹងយើងចូលលើ edit មកបាទចូល edit page មកខ្ញុំមានរូបមួយដែលខ្ញុំបានផ្ញើឲ្យដែរបាទតែខ្ញុំមានរូបនេះណាបាទមានរូបនេះបាទអញ្ចឹងទម្រង់រូបនេះបាទបើសិនជាអ្នកទាំងអស់គ្នាចង់កែពណ៌បាទខ្ញុំបន្តថាចង់កែពណ៌ background បាទពណ៌ structure ពណ៌បៃតងនេះអ្នកទាំងអស់គ្នាទៅចូលទៅលើ color បាទ color page ហ្នឹងអញ្ចឹងជំហានដំបូងបាទយើងមើលនៅលើនេះបាទយើងឈរនៅលើនេះបាទ color well បាទត្រង់កន្លែងហ្នឹងបន្ទាប់មកទៀតយើងឈរត្រង់កន្លែងនេះបាទនេះបាទត្រង់កន្លែង window នេះត្រង់កន្លែង window ហ្នឹងវាមានចំណុចច្រើនដែលយើងជ្រើសរើសអញ្ចឹងខ្ញុំបង្ហាញអ្នកទាំងអស់គ្នាត្រង់កន្លែង curve នេះណាត្រង់កន្លែង curve នេះវាមានច្រើនទម្រង់ចេះបាទនេះច្រើនទម្រង់អញ្ចឹងត្រង់កន្លែង curve ហ្នឹងបើសិនជារូបអ្នកទាំងអស់គ្នាស្ទើរពលឺស្ទើរអីយើងអាចទាញវាបានចាប់ទាញវាភ្លឺបានណាថែមថយពលឺអូខេបន្ទាប់មកទៀតបាទខ្ញុំបង្ហាញអ្នកទាំងអស់គ្នាត្រង់ចំណុចនេះមួយទៀតបាទណាចំណុចនេះបាទយើងចូលដល់ចំណុចហ្នឹងមានន័យថាអ្នកទាំងអស់គ្នាអាចកែពណ៌ទៅតាមទម្រង់ពណ៌របស់វាខ្ញុំបន្តថាឥឡូវនេះចង់កែពណ៌បៃតងអាចចាប់ select លើនេះចាប់ទាញទៅណាតំបន់ដែលបៃតងវាទៅទាំងអស់ណាវាទៅតែពណ៌បៃតងទេណាបាទតែបើសិនជាអ្នកទាំងអស់គ្នាចង់ណាចង់ឲ្យបានស្រួលតែម្ដងគ្រាន់តែយើងចុចលើហ្នឹងហើយយើងយកម៉ៅបាទទៅចុចលើវាខ្ញុំថាចុចលើពណ៌នេះណាបាទវាចេញចំណុចហ្នឹងឲ្យយើងកែមកណាវាចេញចំណុចហ្នឹងឲ្យយើងបាទវាទៅតែតម្រង់ហ្នឹងឲ្យយើងទេចាំមើលវាពេញយើងយក fit ណាបាទឥឡូវគាត់ចង់កែហើយយើងចង់កែលើបបោ mod គាត់បាទចង់កែលើបបោ mod យើងចុច select លើបបោ mod ណាចុចហ្នឹងនេះតម្រង់បាទបបោ mod នេះណាបាទវាទៅតែកន្លែងពណ៌ហ្នឹងទេណាបាទអូខេអញ្ចឹងនេះជារបៀបនៃការកែពណ៌បាទកែពណ៌ទៅតាមទម្រង់ហ្នឹងចុះបើសិនជាយើងចង់កែម្ដងមួយយើងធ្វើមិនបាទនៅក្នុងរូបតែមួយហ្នឹងណាបាទក្នុងរូបតែមួយហ្នឹងយើងចង់កែពណ៌ម្ដងមួយបាទមានថាម្ដងយើងកែ structure កែ background ខាងក្រោយម្ដងទៀតយើងកែពណ៌បបោ mod អីគាត់ទៅអញ្ចឹងអ្នកនរគ្នាត្រូវចាំយើង break យើងប្រើ scroll បាទអូខេឥឡូវខ្ញុំកែពណ៌ structure បាទអញ្ចឹងយើងចុចលើ structure ហ្នឹងមកចាប់ពណ៌នេះបាទណាបាទចង់វាឡើងបៃតងខ្លាំងឬក៏ពណ៌អីយើងសេរីទៅតាមហ្នឹងទៅណាបាទអញ្ចឹងដើម្បីយើងអាចកែពណ៌មកតង់ទៀតបានអ្នកនរគ្នាត្រូវបង្កើត node មួយទៀតបាទយើងមកស្ដាប់ទៅហ្នឹងយកពាក្យថា add node add serial ណាបាទចុចមួយទៀតបន្ទាប់មកទៀតយើងចុចមកបាទយើងចុចលើបបោ mod ហ្នឹងយើងចាប់ត្រង់ចំណុចនេះបាទវាទៅណាផ្ទៃ background ដែលយើងចង់កែវានៅដដែលបាទនៅដដែលបាទអានេះគឺកែទៅតាមពណ៌ដែលយើងចង់បានណាបាទយើងប្រើតាម curve ហ្នឹងបាទអូខេបន្ទាប់មកទៀតនៅពេលដែលយើងចូលទៅដល់ចំណុចនេះហើយបាទខ្ញុំនឹងបង្ហាញពីរបៀបនៃការធ្វើសាច់ឲ្យម៉ត់បាទកែសាច់ឲ្យម៉ត់នៅក្នុងកម្មវិធីតែម្ដងបាទអញ្ចឹងយើងនឹងតទៅមេរៀនបន្តបាទ